រស់ដងធ្លាប់តែធ្វើនំ pancake ប៉ុន្តែថ្ងៃនេះខ្ញុំមកចែករកប្រពន្ធជាមួយនឹងការធ្វើនំពងទាសម្រាប់កូនតូចវិញម្ដងរសជាតិឆ្ងាញ់ម៉ាមីអាចសាកទាំងអស់គ្នាបានណាតោះគ្រឿងផ្សំដូចខ្ញុំដាក់ស្លាយជូនខាងលើសម្រាប់ការធ្វើនំពងទាអត់ម្សៅធ្វើនំមិនកើតនេះគឺជាប្រភេទម្សៅនំពងទាសម្រាប់ក្មេងអាយុចាប់ពី9ខែឡើងទៅជាផលិតផលរបស់ជប៉ុនណាសម្រាប់ការប្រើគឺខ្ញុំប្រើជាមួយនឹងសាច់ម្សៅគឺ2វែកខ្ញុំដាក់ពងមាន់មួយគ្រាប់ខ្ញុំប្រើជាមួយនឹងស្រូលល្មើមួយស្លាបព្រាចុកបបកូនសាច់ម្សៅជាមួយពងមាន់គឺខ្ញុំវាយឲ្យចប់ចូលគ្នាអញ្ចឹងគឺខ្ញុំដាក់ទឹកចូល 100 ml គឺខ្ញុំវាយចូលគ្នាថែមទៀតវាយសាច់នឹងឲ្យរៀងឡើងបន្តិចហើយគឺខ្ញុំប្រើប្រាស់ជាមួយនឹងកែវស្តុកបបរខ្នាតធំបែបនេះមុននឹងខ្ញុំចាក់សាច់នំចូលគឺខ្ញុំប្រើប្រាស់ជាមួយប្រេងអូលីវលាបនៅលើកែវដើម្បីកុំឲ្យវាជាប់សាច់នំកន្លែងនេះគឺខ្ញុំដួសពពុះចេញដើម្បីកុំឲ្យសាច់នំរបស់យើងគឺពេលដែលវាឡើងមកកុំឲ្យវារៀងគ្រើមអញ្ចឹងគឺសាច់យើងនំយើងគឺល្មុតស្អាតមែនតើភាពនំរបស់យើងគឺវារៀងទន់ស្អាតអញ្ចឹងហើយសម្រាប់ខ្ញុំគឺខ្ញុំបានបើកគម្របអញ្ចឹងហើយប្រហោងបន្លោះនេះខ្ញុំដាក់ចំហុយរយៈពេល20នាទីមានប្រភេទកែវនេះគឺងាយស្រួលណាស់ម៉ាមីចាមិនថាស្តុកបបរកូននេះគឺយើងអាចដាក់ចំហុយនំដុតនំរដែកបានទៀតប្រភេទគម្របស៊ីលីកូននេះហើយនេះនៅពេលដែលខ្ញុំចំហុយរយៈពេល20នាទីម៉ាមីគឺមើលសាច់នំយើងឡើងស្អាតហើយឡើងទន់សាច់នំឡើងទន់មែនតើហ្មងហើយដាក់ចូលមាត់គឺងាយរលាយណាស់ម៉ាមីចាអញ្ចឹងស័ក្តិសមសម្រាប់កូនចាប់ពី9ខែទៅតម្រង់គាត់ញ៉ាំបែប finger food កូនតូចកូនធំញ៉ាំបានទាំងអស់ហ្មងនេះមើលសាច់នំម៉ាមីឃើញខ្ញុំកាត់ខាងក្នុងគឺវាឆ្អិនដល់ខាងក្នុងបែបហ្នឹងហ្មងមើលតែសាច់នំក៏ដឹងថារសជាតិឆ្ងាញ់ដែរតោះម៉ាមីកុំភ្លេចធ្វើសាកឲ្យកូនញ៉ាំទាំងអស់គ្នាណាដឹងតែកូនជាប់ចិត្តហ្មងហើយបើចាប់អារម្មណ៍សម្ភារៈឬក៏គ្រឿងទេសនៅក្នុងវីដេអូនេះខ្ញុំមានលក់គ្រប់មុខទាំងអស់តែម្ដង